បាទសួស្តីបងប្អូនក៏ដូចជាជំរាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតហើយដើម្បីចែកចម្លែកជូនបងប្អូនអំពីវិធីធ្វើកង់ឡានជួររបៀបកង់កូនឡានជួរដែលយើងធ្វើលេងសម្រាប់កូនក្មេងណាបងប្អូនឥឡូវនេះយើងមកមើលពីវិធីធ្វើទាំងអស់គ្នាតើយើងធ្វើយ៉ាងម៉េចឲ្យបានកង់ឡានជួរនេះដើម្បីយកទៅដាក់ឡានដឹកដីជួរដែលយើងបានធ្វើវីដេអូមុនខ្ញុំធ្វើអំពីទូឥឡូវនេះខ្ញុំធ្វើអំពីកង់ឥឡូវនេះយើងមកកាត់បំពង់ទីបជួរចាស់រួចហើយយើងយកម្រូលភ្លើងវាដើម្បីឲ្យយើងអាចពូលាបំពង់ទីបនេះបានឲ្យត្រង់ណាបងប្អូនដោយសារតែនៅពេលដែលយើងពូលាហើយគឺយើងអាចកាត់វាធ្វើជារាងរើបានតាមអ្វីដែលយើងចង់បានឥឡូវនេះយើងយកមកពូលាហើយបងប្អូនអាចដាក់នៅផ្ទាល់កន្លែងទីរៀបល្អអញ្ចឹងហើយរួចហើយបងប្អូនយកឈើមកសង្កត់បងណាបងប្អូនយកឈើឬក៏យកដុំអ្វីដែលធ្ងន់ដែលរៀបស្មើល្អយកមកសង្កត់ពីលើរួចហើយជន់ហើយនេះឃើញទេបងប្អូនគឺបានរៀបល្អអញ្ចឹងបន្ទាប់ពីរៀបហើយបងប្អូនកាត់មកដើម្បីយើងវាស់យកຂະຫນາດដើម្បីធ្វើជានេះយើងមកធ្វើនេះមុនណាបងប្អូនយើងមកធ្វើយ៉ាន់គេហៅថាយ៉ាន់របស់ឡានហ្នឹងណាឥឡូវយើងយកម្រូលម្ដងទៀតដើម្បីឲ្យតន់ម្ដងទៀតហើយបងប្អូនយកមកដាក់នេះដូចខ្ញុំអញ្ចឹងមកហើយបងប្អូនសង្កត់វាខ្លាំងបន្តិចមកណាបងប្អូនយើងរោលមកទន់មុំហើយសង្កត់ដើម្បីធ្វើជាយ៉ាន់ឡានឲ្យវាចេញរាងប៉ោងរាងកឡុកមកណាហើយសម្រាប់ទំនាប់ក្រោមនៃខ្ញុំយកមកដាក់សកត់ហ្នឹងគឺតង្ហាណាស្នែបឡុងរបស់តង្ហាយើងណាតង្ហាដែលយើងគេងរាល់ថ្ងៃហ្នឹងអាណាខូចបងប្អូនយកមកដែរដូចក្នុងវីដេអូហ្នឹងបងប្អូនយកមកធ្វើតាមខ្ញុំដែលខ្ញុំបានធ្វើនឹងទៅគឺជោគជ័យហើយបងប្អូនបន្ទាប់ពីយើងធ្វើបានជោគជ័យហើយណាបងប្អូនយើងសង្កត់ម្ដងហើយម្ដងទៀតមើលទៅវាសមរម្យហើយគឺយើងអាចយកវាមកកាត់បានហើយណាបងប្អូនយើងសង្កត់ទៅសង្កត់ធ្វើម៉េចឲ្យដើម្បីឲ្យវាមើលទៅចេញរាងស្អាតនិយាយចំបងប្អូនធ្វើតាមនឹងទៅហើយក៏បើសិនបងប្អូនចេះតិចផ្សេងក៏បងប្អូនអាចធ្វើតិចផ្សេងក៏បានដែរឥឡូវចេញជារាងហើយណាបងប្អូនឥឡូវខ្ញុំយកមកកាត់ហើយកាត់ចេញកាត់កន្លែងដែលយើងមិនត្រូវការចេញណានេះខ្ញុំដាក់ទីបរាងធំបន្តិចយើងធ្វើមកល្មមបានហើយបងប្អូនកុំដាក់ទីបធំស្ដាយទីបដោយសារទីបយើងពិបាករកដែរនេះខ្ញុំយកទីបជួរមកធ្វើទេអាចាស់រួចយើងរំលីងវាស្អាតណាបងប្អូនយើងរំលីងមើលទៅឲ្យដូចយ៉ាន់ឡានមែនទេអញ្ចឹងណាបងប្អូនស្រឡាញ់កលុកបណ្ណាទំហំបណ្ណាបងប្អូនធ្វើតាមទំហំរបស់បងប្អូនទៅតែសម្រាប់ខ្ញុំស្រឡាញ់ទំហំប៉ុណ្ណឹងជំរឿវាប៉ុណ្ណឹងគឺខ្ញុំធ្វើតាមហ្នឹងអញ្ចឹងបន្ទាប់ពីយើងរំលីងបានហើយយើងអាចយកវាទៅដាក់ផ្គុំជាមួយកង់បានអានេះក៏យើងធ្វើយ៉ាន់សិនទេណាបងប្អូនអត់ទាន់បានធ្វើកង់ទេបន្ទាប់ពីយើងធ្វើយ៉ាន់ហើយនេះយើងមកយកជើងកៅស៊ូអានេះរបៀបជួរនេះគឺយើងអាចទិញនៅផ្សារបានមួយខ្ទង់ 10000 នេះជាងតែមកផ្ទាំងធំណាស់ទៅណាបងប្អូននៅខ្មៅហ្នឹងហើយយើងកាត់មកស្រាលទេយើងកាត់រួចហើយយើងយកស្អីបិទយើងកាត់បិទអីធ្វើជារាងកង់ឡានទៅណាបងប្អូនធ្វើខ្លួនឯងគឺតម្រឹមខ្លួនឯងឲ្យវាស្អាតមកអ្វីដែលបងប្អូនគិតថាធ្វើទៅវាល្អសមស្អាតចឹងណាបន្ទាប់ពីយើងបិទយើងកាត់យើងអីរួចហើយគឺវានឹងចេញជារាងកង់ឡានហើយងាយទេបងប្អូនអត់ប្រហែលទេដោយសារតែខ្ញុំកាត់នេះគឺខ្ញុំកាត់វីដេអូថតទៅរឿងយូរតែតាមពិតទៅយើងធ្វើលឿនទេអត់អីទេឥឡូវយើងមកជាតម្រឹមកង់ឡាននេះហើយយើងមកជាតម្រឹមថាតើយើងចង់បានយ៉ាងម៉េចអីយ៉ាងម៉េចយើងធ្វើតាមអ្វីដែលបងប្អូនចង់ធ្វើទៅសំខាន់ឲ្យតែស្អាតណាបងប្អូនអាចធ្វើបានស្អាតជាងខ្ញុំក៏អាចថាបានដោយសារអីបងប្អូនធ្វើចិត្តផ្ចង់យើងខ្ញុំតែខ្ញុំកាត់យកទេអត់បានស្រូវជារំលីងវាប្រហែលទេ
បងប្អូនអាចមើលតាមតែវីដេអូដែលយើងបានធ្វើនឹងទៅគឺអាចធ្វើបានហើយអានេះខ្ញុំប្រាប់គ្រាន់តែជាប្រាប់ជាគំរូទេប្រាប់ពីរបៀបធ្វើទេបងប្អូនអាចធ្វើច្នៃប្រឌិតខ្លួនឯងខ្លះអីខ្លះទៅខ្ញុំគិតថាវានឹងបានល្អទៅពេលយើងបិទរួចហើយយើងយកមកអាមកបាទអាចេញមកគឺកើតជាកង់ឡានមួយបងប្អូនឃើញអត់ណែអានេះយើងបានកង់ឡានហើយអានេះកង់ឡានយើងអាចបានហើយយើងយកមកវាស់ឲ្យប៉ុនគ្នាមកអាកង់ឡានដែលយើងធ្វើមុនហ្នឹងណាបើមិនទាន់ធ្វើមុនទេយើងយកទំហំប៉ុណ្ណាអាកង់ឡានក្រោយហ្នឹងគឺយើងធ្វើឲ្យបានប៉ុនគ្នាមកណាបងប្អូនណាហើយយកមកវាស់មកតិចទៀតឲ្យយើងដាក់យ៉ាន់ដាក់អីចូលទៅគឺបានល្អហើយបានស្អាតហើយចាំមើលតិចទៀតណាបងប្អូនតិចទៀតខ្ញុំនឹងយកយ៉ាន់ដែលយើងធ្វើបានហ្នឹងយកមកដាក់ណាឥឡូវយើងដាក់ហើយយើងដំយើងនិយាយចំគឺយើងអំរឹមមិនដើម្បីឲ្យវាស្អាតតែប៉ុណ្្នឹងទេខ្ញុំគិតថាបងប្អូនអាចធ្វើបានគ្រាន់តែប៉ុណ្្នឹងខ្ញុំគិតថាបងប្អូនអាចធ្វើបានមិនអីទេបាទនេះខ្ញុំយកមកតម្រឹមមកដំមកអីទៅគឺឃើញថាវាស្មើតបស្មើហើយគឺយើងយកជ័រមកបិទមកយើងយកកៅ502ដែលយើងមានហ្នឹងយើងយកមកបិទមកវាចេញអញ្ចឹងហើយបងប្អូនមើលទៅស្អាតគួរសមដែរឥឡូវនេះយើងបានកង់ឡានមួយបាទដែរឃើញទេយើងបានកង់ឡានបាត់ហើយអត់មានអីពិបាកទេគាត់ថាបងប្អូនត្រូវប្រើរយៈពេលរៀងយូរបន្តិចបាទដោយសារតែវីដេអូនេះរៀងវែងបន្តិចហើយអញ្ចឹងខ្ញុំសូមបញ្ចប់វាត្រឹមនេះសូមបងប្អូនជួយ like subscribe ហើយនិង share វីដេអូនេះខ្ញុំផងដើម្បីបានវីដេអូថ្មីចែកជូនបងប្អូនបន្តទៅទៀតបើសិនជាបងប្អូនចង់ឲ្យខ្ញុំធ្វើវីដេអូអ្វីបន្តទៀតបងប្អូនអាច comment ខាងក្រោមវីដេអូនេះសូមអរគុណសូមជម្រាបលា